Hello ស្ដីអរគ្នាខាងមុខខ្ញុំនេះគឺជា Gap RC Cineboard 25 V2 O4 Pro GBS ELRF 2.4G Oh my god! Wow! អែមស្រាមអញ្ចឹង spec របស់វា ELRF 2.4 Flame Roller F7 35 ampere O4 Pro Air Unit ចឹងអានេះខ្ញុំទិញ lens filter មកសកូដែរទុកប្រើពេលថ្ងៃហើយសម្រាប់ថ្មគឺខ្ញុំមក4គ្រាប់គឺមកសកូទុកលេខ4គ្រាប់តោះចង់ដឹងថាក្នុងនោះមានអីខ្លះតោះអានបងអរគ្នាអែមត្រឹមឈប់បួរមកបាយយ៉ាChwing ម៉ូតអស់ហើយណាមានរូបមានអីមកស្អាតកែប RC ធ្វើចេញមកស្អាតហ្មងមក premium ហ្មងកែប RC នេះដ្រូនមកយើងអូឈ្ងុយក្នុងព្រលឹងជ័រចឹងអានេះខ្ញុំទិញវាពីគេមកស្រាប់ចឹងក្នុងហ្នឹងមាន O4 Air Unit ស្រាប់ក្នុងហ្នឹងអូអែមនេះអង្តានចឹងប្រភេទ O4 Air Unit នេះអង្តាន2នេះលើតួដាក់ពាក្យ Cineboard 25 V2 ហើយប្រភេទនេះវាប្រើជាមួយថ្ម 4S ថ្ម 4S អូអែមស្រាមមែនតើអានេះសៀលរបស់វាសៀលមកពីក្រុមហ៊ុនរបស់គេកន្លែងដាក់ថ្ម motor អង្តានហើយនេះអង្តាន receiver ពីនេះអង្តានរបស់ DJI O4 របស់យើងនេះគឺជាស្លាបរបស់វាអូស្លាបតូចមែនតើសម្រាប់ទម្ងន់វាគឺធ្ងន់មានអារម្មណ៍ថាវាធ្ងន់ទូចមែនតែធ្ងន់ហើយសម្រាប់ខ្ញុំឃើញក្នុង YouTube សម្រាប់ផ្លៃកាមេរ៉ាគឺវាជួយទប់លំនឹងដែរខ្ញុំមិនអាចធ្វើមិនជួយទប់លំនឹងបានខ្លះវាមានជ័រជួយទប់លំនឹងអញ្ចឹងវាល្អជាងស៊េរីមុន version មុនណាខាងនេះមានភ្លើងណានេះភ្លើងជុំវិញ frame ចឹងហើយខាងក្រោយនេះវាមាន GPS ដែរចឹងនៅក្នុងប្រអប់នេះវាដាក់មាន GPS ចឹងមកន័យថា drone ហ្នឹងគឺ built in GPS ដែរអែមចឹងយើងទៅមើលក្នុងនេះមានអីគេខ្លះក្នុងប្រអប់វាអាចពេញចេញបានវ៉ាវអានេះគ្រឿងក្រៅរបស់វាតែគេថែមឲ្យយើងប្រអប់ទៀតអស់ហើយអត់មានអីទៀតទេលីងទុកប្រអប់មកដុំចឹងគ្រឿងក្នុងនេះមានគេខ្លះនេះស្លាបតគួនេះមីណុយហើយនិង sticker លយនេះគឺស្អាតមីណុយយើងអាចមើលតាមនឹងបានមីណុយដែរនេះច្រើនណាស់ចឹងសម្រាប់គ្រឿងនេះគឺច្រើនគួរសមដែរគ្រឿងសម្រាប់សកូនៅពេលយើងបាក់បែកអីណាក្រុមហ៊ុនដាក់ឲ្យយើងទៅគួរដែរមានអានេះសិតគ្រឿងជាប់មួយតួខ្សែថ្មខ្សៅមកទៅគួរវ៉ាអែមស្រាមចឹងខ្ញុំនឹងធ្វើវីដេអូអំពីធ្វើវីដេអូចេញពីកាមេរ៉ារបស់ DJI O4 ហ្នឹងហោះជាមួយនឹង Cineboard 25 V2 តោះទៅមើលទាំងអស់គ្នាអូខេអានេះខ្ញុំនឹងការហោះភ្លើងអែមនេះលយចឹងឲ្យទៅទៅវា connect ទៅហើយវាបាត់ load ចឹងខ្ញុំហោះនេះខ្ញុំអត់ដាក់ lens filter ទេគឺខ្ញុំហោះលាតចឹងហើយខ្ញុំថត 4K 60 frame color ដែលខ្ញុំផុសហ្នឹងក៏ខ្ញុំអត់ edit ដែរខ្ញុំដាក់ color scene អត់ដាក់ lens filter ទេតោះ
ហើយហោះម៉ូតធម្មតានេះហោះ angle mode ទេគេថា